ពងតាំងពីកើតមកមួយថ្ងៃនៅក្នុងពេទ្យគឺđãធ្វើឲ្យប៉ានឹងម៉ាក់ប្រវាយកូនខ្ញុំគឺស្រួលអត់កាយអត់ហៅរឿងទេគាត់ហៅរឿងតែពេលគាត់ឃ្លានមុំហើយល្ងុយដេកអត់យំងាកងក់រាប់ម៉ោងធ្វើឲ្យប៉ានឹងម៉ាក់ប្រវាកចិត្តទេហើយគាត់អាចមើលឃើញយើងតាំងពីគាត់នៅ2ខែកន្លះតែគាត់មើលអត់ច្បាស់ម៉ាទេពេលថាមើលឃើញភីលគាត់តែយើងហៅយើងដើរគឺគាត់ស្រឡឹងមើលយើងហ្មងហើយបើនិយាយពីក្អែវិញក្អែថាទិញគ្រប់ម៉ូតហ្មងទិញតាំងពីកូន0ខែរហូតដល់12ខែ12ខែនោះគឺទិញទុកតែឃើញកលិចសុនថ្មីចេញមកគឺត្រូវតែទិញទុកអាវខ្លះគឺទិញធំហួសមេទៀតព្រោះខ្លាចពាក់ទៅឆាប់ឆ្អៀតហ៎ដូចនេះគឺខ្ញុំឲ្យគាត់មើលតាមតកៅហ្នឹងគឺគាត់ស្រឡឹងភ្នែកមើលតាមតកៅហ្នឹងកាលហ្នឹងគាត់នៅ2ខែកន្លះណាហើយខ្ញុំដាក់ដបទៅដោះគោគាត់គ្រាន់តែឃើញគាត់សើចលេងម្នាក់ឯងចឹងហ្មងខ្ញុំថាកូនខ្ញុំគឺស្លូតអត់ប្រវាអត់ងាកងក់ទេដល់ពេលគាត់ចេញខែម៉ាក់ខ្ញុំគាត់បានយកទៅឲ្យលោកសក្តិគាត់សុតមុនឲ្យសក្តិវត្តគ្រាន់តែឃើញគាត់ថាកូននឹងគឺអ្នកមានបុណ្យកូននឹងធំឡើងគឺអត់ធម្មតាទេលោកមានសង្ឃនិកាថាកូននឹងកើតមកគឺសម្រាប់ទៅជួយចម្រុងចម្រើនឪពុកម្ដាយជាពិសេសគឺឪពុកខ្ញុំនិយាយពាក្យពិតគឺអត់កុហកទេនេះគាត់ស្រឡឹងមើលទូ2ខែកន្លះបើរឿងណាចាយគាត់មើលគាត់ស្រឡឹងអត់ដាក់ភ្នែកចឹងមកអូយឆ្លាតណាស់ចេះមើលទូតាំងពី2ខែហើយជប់នឹងគឺអត់មឹមទេតិចខ្ជាក់ចោលហើយ